ស្ដីបងប្អូនចានេះនៅពីក្រោយខ្នងនាងខ្ញុំនេះគឺជាដើមទុរេនណាបងប្អូនកំពុងតែចេញផ្កាកំពុងតែចេញក្តឹបស្អាតណាបងប្អូនចារដូវដំណាំទុរេនចេញផ្កាកាន់ក្តឹបហើយក៏ជារដូវដែលមមាញឹកស្រោចទឹកណាស់ដែរបងប្អូនចាស្រោចទឹកទុរេនដើមនេះល្អទឹកឡើងខ្មៅវីដេអូនេះគឺថតកាល3-4ឆ្នាំមុនណាបងប្អូនតែជារដូវដែលដូចរាល់ថ្ងៃហ្នឹងគឺរដូវស្រោចទឹករដូវកំពុងតែចេញផ្កាកាន់ក្តឹបចាហ្នឹងហើយគឺត្រូវការស្រោចទឹកខ្លាំងណាបងប្អូនដាំដំណាំហូបផ្លែហើយថែទាំមានការថែទាំគ្រប់សពបែបយ៉ាងចាហើយឥឡូវហ្នឹងប្រេងក៏ឡើងថ្លៃទៀតបងប្អូនហើយអញ្ចឹងអ្នកចំការក៏ជួបចាជួបប្រេងឡើងថ្លៃចាវីដេអូកាលមុនបងប្អូនឲ្យទៅស្រុកគឺថតទៅចំការហើយកាលនោះភ្នែកនៅរៀងស្អាតចានៅរៀងក្មេងជាងឥឡូវបន្តិចឥឡូវស្លក់ភ្នែកឲ្យបងប្អូនដោយសារតែញៀនធ្វើវីដេអូពេកចាហើយសម្លឹងច្រើនពេកចាដូចជាជក់ជាប់ធ្វើអញ្ចឹងណាហ្នឹងហើយចេះតែស្រឡាញ់កិច្ចការតបានធ្វើហើយបងប្អូនចាអញ្ចឹងកិច្ចការកន្លងមកបើសិនជាការប្រឹងប្រែងនឹងបានផលដូចជាផ្កាទុរេនជាផ្លែទុរេនអញ្ចឹងមិនដឹងជាត្រេកអរមិនទេបងប្អូនចាដើមទុរេន5-6ឆ្នាំបានផលបានចេញផ្កាកាន់ក្តឹបតែលទ្ធផលរបស់ខ្ញុំនៅមិនទាន់នៅបន្តិចទៀតដល់ហើយចាកិច្ចការកន្លងមកធ្វើដោយការខិតខំព្យាយាមធ្វើដោយក្តីស្រឡាញ់ណាគេថាធ្វើដោយក្តីស្រឡាញ់នឹងរីកចម្រើនចានិយាយទៅធ្វើបានតស៊ូមិនបោះបង់ព្យាយាមមិនបោះបង់ចាធ្វើដោយក្តីស្រឡាញ់កិច្ចការដោយស្រឡាញ់អ្នកម្ដាយអញ្ចឹងចាស្រឡាញ់អ្នកម្ដាយជាទីស្រឡាញ់ចាកាលពីមុនវីដេអូនេះ